អ្នកណាជាអ្នកផ្ដួលរំលំយើងសួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នាតើអ្នកដឹងទេថាអ្នកណាដែលជាអ្នកផ្ដួលរំលំយើងបានទោះបីជីវិតត្រូវតោកយ៉ាកលំបាកវេទនាក៏ដោយយើងត្រូវមានជំនឿថាខ្ញុំចាញ់អ្នកដទៃបានតែដាច់ខាតមិនអាចចាញ់ខ្លួនឯងឡើយព្រោះអ្នកដែលអាចផ្ដួលរំលំយើងបានមិនមែនជាអ្នកដទៃឬពីមជ្ឈដ្ឋានខាងក្រៅទេគឺខ្លួនយើងនឹងឯងលើលោកយើងនេះតើអ្នកណាដែលអាចផ្ដួលរំលំយើងឲ្យបះជើងបានយ៉ាងពិតប្រាកដនោះគឺមានតែខ្លួនយើងនេះឯងអ្នកចម្បាំងមួយកងពលត្រូវសត្រូវវាយប្រហារមួយរំពេចក្នុងពេលលើកទ័ពគ្រាមួយនៅខណៈពេលដែលគ្រាប់កាំភ្លើងកំពុងបាញ់គ្នាលាន់ឮរំពងក្ដុងក្ដាំងពេញទីនោះមានទាហាន2នាក់វាយសម្រុកបុកទម្លុះចេញមកខាងក្រៅបានតែពួកគេក៏ដឹងថាខ្លួនឯងកំពុងតែវង្វេងផ្លូវនៅក្នុងសមុទ្រខ្សាច់លុះធ្វើដំណើរទៅមុខមិនទាន់បានប៉ុន្មានផងទឹកផឹកក៏អស់ទៀតទាហានម្នាក់មានរបួសពាសពេញខ្លួនធ្វើដំណើរទៅមុខទៀតលែងរួចត្រូវការសម្រាករីឯទាហានម្នាក់ទៀតបានហុចកាំភ្លើងហើយក៏ផ្ដាំថាកាំភ្លើងនៅសល់5គ្រាប់រៀងរាល់1ម៉ោងម្ដងឯងត្រូវបាញ់ឡើង1គ្រាប់ជាសញ្ញាពីព្រោះស្នូកាំភ្លើងនេះនឹងជួយប្រាប់ពីទីតាំងរបស់ឯងឲ្យយើងមករកត្រូវវិញថាហើយក៏ដើរចេញទៅជឿជាក់នឹងស្វាហាប់ចំណែកទាហានដែលរងរបួសវិញបែរជាភ័យខ្លាចញ័ររន្ធត់ទៅវិញថាតើមិត្តយើងនឹងជួបទឹកដែរឬទេណោតើគេនឹងបានឮសំឡេងស្នូកាំភ្លើងដែរឬទេតើគេនឹងបោះបង់យើងជាមនុស្សអត់បានការឲ្យនៅតែម្នាក់ឯងទេដឹងមុនពេលព្រះអាទិត្យអស់ស្ដងគត់គេនៅសល់គ្រាប់កាំភ្លើង1គ្រាប់ចុងក្រោយមិត្តគេក៏នៅមិនទាន់វិលមកវិញទៀតទាហានដែលរងរបួសនោះក៏គិតថាសម្លាញ់ខ្លួនបានរត់ប្រះអាយុចោលខ្លួនបាត់ហើយខ្លួនមុខជាត្រូវដេកស្លាប់នៅកណ្ដាលវាលសមុទ្រខ្សាច់នេះជាមិនខានខណៈពេលដែលកំពុងគិតនោះស្រាប់តែមានសត្វថ្មាតមួយក្បាលហើរឆ្វែលឆ្វាត់ក្រឡឹងនៅលើឯដវិហារហើយហើរបុកចុះមកយ៉ាងលឿនស្លេវមកចឹកក្របភ្នែកនិងខំទំពាស៊ីរាងកាយរបស់គេលទ្ធផលចុងក្រោយនោះគឺទឹកចិត្តនិងជំនឿដ៏រឹងប៉ឹងរបស់ខ្លួនត្រូវបានបំផ្លាញចោលខ្ទេចខ្ទីអស់គេក៏សម្រេចចិត្តយកគ្រាប់កាំភ្លើងចុងក្រោយបាញ់ក្បាលខ្លួនឯងស្លាប់ទៅសំឡេងស្នូកាំភ្លើងលាន់ឮមិនទាន់អស់ខ្យល់ផងមិត្តរបស់គេបានយួរទឹកដ៏ថ្លាឆ្វង់ពេញមួយបំពង់ព្រមទាំងនាំពួកឈ្មួញជិះអូតមួយក្រុមមកដល់ល្មមប៉ុន្តែហួសពេលទៅហើយគេបានត្រឹមតែស្ទាបសាកសពនៅក្តៅអ៊ុនប៉ុណ្ណោះទាហានម្នាក់នេះបានខំប្រឹងបុកទម្លុះចេញពីហ្វូងសឹកសត្រូវចេញមកបានដោយលំបាកណាស់តែទីបំផុតបែរជាមកត្រូវស្លាប់ដោយគ្រាប់កាំភ្លើងខ្លួនឯងទៅវិញធ្វើឲ្យអ្នកផងទាំងពួងទ្រាំមិនសោកស្ដាយជីវិតជំនួសមិនបានតែក៏ជាគតិដាស់តឿនយើងឲ្យភ្ញាក់រលឹកថាវិថីនៃជីវិតយើងត្រូវប្រឈមមុខសពបែបយ៉ាងមិនថាមេឃដីមនុស្សយើងមិនត្រូវចោះចាញ់ដោយងាយឡើយត្រឹមតែមានភាពជឿជាក់លើខ្លួនឯងគឺព្យាយាមក៏នឹងទម្លាយយកឈ្នះឧបសគ្គគ្រប់បែបយ៉ាងបានជាមិនខានប៉ុន្តែជាញឹកញាប់ណាស់នៅពេលដែលត្រូវប្រឈមមុខនឹងស្ថានភាពមជ្ឈដ្ឋានជុំវិញដ៏សែនអាក្រក់ចំពោះមុខដូចជាគ្រោះភ័យធម្មជាតិឬគ្រោះថ្នាក់ដែលកើតចេញពីមនុស្សដូចគ្នាដូចជាការផ្ដួលរំលំគ្នាដោយប្រើកលល្បិចមួយចំនួនយើងបែរជាមកបដិសេធរួញរាចិត្តខ្លួនឯងរួចក៏ជ្រើសរើសយកផ្លូវដើរចេញទាំងបរាជ័យពីស័យវៀនប្រយុទ្ធដោយខ្លួនឯងទៅវិញមិត្តអ្នកស្ដាប់ជាទីមេត្រី
យើងបានស្ដាប់រួចមកហើយពីដំណើររឿងតើអ្នកណាជាអ្នកផ្ដួលរំលំយើងដូច្នេះយើងដឹងហើយថាអ្នកដែលអាចផ្ដួលរំលំយើងបានពិតប្រាកដនោះគឺជាខ្លួនយើងសូមអរគុណសម្រាប់ការស្ដាប់របស់លោកអ្នកបើលោកអ្នកចូលចិត្តសូមកុំភ្លេចចុច like និងចុចសញ្ញា Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ